គោរពជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នាខ្ញុំលើកយកពីករណីនៃការចាក់ស៊ីម៉ង់វិទ្យាសាស្ត្រចូលក្នុងឆ្អឹងកងខ្នងនៅក្នុងករណីនេះគឺការស្រុតឆ្អឹងកងខ្នងហ្នឹងពីរកន្លែងទី1គឺទី11និងអលអងបន្ទាប់ពីការប៉ះទង្គិចគាត់គ្រោះថ្នាក់ចរាចរណ៍បងប្អូនអញ្ចឹងធ្វើឲ្យស្រន់ឆ្អឹងកងខ្នងហ្នឹងអញ្ចឹងធ្វើឲ្យគាត់ឈឺចុកចាប់ខ្លាំងពេលដែលគាត់អង្គុយហើយពេលដែលគាត់ដើរចឹងយើងសម្រាប់ចាត់ចាក់ស៊ីម៉ង់វិទ្យាសាស្ត្រជូនគាត់ដើម្បីបំបត្តិនៅការជួចចាប់ហើយធ្វើឲ្យឆ្អឹងកងខ្នងហ្នឹងរឹងមាំមកវិញនេះបងប្អូននេះដំណើរការនៃការចាក់យើងចាក់ពីរកងក្នុងពេលតែមួយយើងចាក់មួយកងយើងចាក់ឆ្វេងចាក់ស្ដាំអញ្ចឹងយើងចាក់4កន្លែងដោយមួយកន្លែងយើងចោះប្រហែលជាក្រាស់សង់ទីម៉ែត្រដើម្បីដាក់ឧបករណ៍យើងចូលនេះក្នុងកំឡុងពេលនៃការចាក់យើងមានការថតឆ្លោះនេះអានេះមុននឹងការចាក់ហ្នឹងបងប្អូនយើងរៀបចំហើយបន្តមកទៀតយើងនឹងបាញ់ស៊ីម៉ង់ចូលហើយខាងចុងបញ្ចប់នៃវីដេអូនេះនឹងមានវីដេអូបង្ហាញពីដំណើរការនៃការចាក់ជូនពុកម៉ែបងប្អូនឲ្យងាយយល់នេះពេលយើងបាញ់ស៊ីម៉ង់ទៅនេះពីចាប់ផ្ដើមចាក់ពណ៌ខ្មៅស៊ីម៉ង់ហ្នឹងគឺជាដំបូងវាហៀវយើងចាក់ចូលបន្តមកទៀតវានឹងរឹងម្ដងតិចនេះក្រោយពីការចាក់ពុកម៉ែបងប្អូនឃើញវាចាប់ពណ៌ខ្មៅគឺកងទី11និង LR នេះហើយអានេះពីការថតពីខាងមុខហើយអានេះបងប្អូនឃើញទេ11អត់អងពណ៌សហ្នឹងជាស៊ីម៉ង់បាទអរគុណពុកម៉ែបងប្អូនកាត់បន្ថយការឈឺចុកចាប់និងធ្វើឲ្យឆ្អឹងកងខ្នងរឹងមាំតាមរយៈការចាក់ស៊ីម៉ង់វិទ្យាសាស្ត្រការចាក់បញ្ចូលស៊ីម៉ង់វិទ្យាសាស្ត្រនេះជាបច្ចេកទេសមួយដែលអនុវត្តដោយវេជ្ជបណ្ឌិតជំនាញតាមរយៈការចាក់បញ្ចូលឧបករណ៍តូចៗចូលទៅក្នុងឆ្អឹងកងខ្នងហើយបាញ់ស៊ីម៉ង់ចូលដោយមានការថតឆ្លុះផ្ទាល់ក្នុងកំឡុងពេលអនុវត្តទម្រង់ការដើម្បីធានាឲ្យបាននូវគុណភាពនិងសុវត្ថិភាពខ្ពស់ការចាក់ស៊ីម៉ង់វិទ្យាសាស្ត្រចូលក្នុងឆ្អឹងកងខ្នងនេះអនុវត្តទៅលើអ្នកជំងឺដែលមានបញ្ហាឆ្អឹងកងខ្នងពុកដោយធម្មជាតិឬបាក់ស្រុតដោយការប៉ះទង្គិចនិងឆ្អឹងកងខ្នងដែលរីកសាយភាយដោយសារជំងឺមហារីក